មេបញ្ជាការភូមិភាគពីថៃអួតអាងពីអាវុធទំនើបនិងប្រាប់កងទ័ពដដែលៗឲ្យត្រៀមខ្លួនមេបញ្ជាការយុទ្ធភូមិភាគ2របស់ថៃលោកវីរៈយុទ្ធរសិលបានប្រកាសថាកងទ័ពថៃកំពុងបង្កើនការតាមដានយ៉ាងដិតដល់ជុំវិញសភាពការតាមបណ្ដោយព្រំដែនមិនតែប៉ុណ្ណោះលោកបានបោះសម្ដីថាការត្រៀមលក្ខណៈរួចជាស្រេចលឿនរហ័សនិងមានគ្រឿងបរិក្ខារយោធាទំនើបនឹងក្លាយជាកត្តាសម្រេចលទ្ធផលប្រសិនបើផ្ទុះសង្គ្រាមនៅជុំទី3លោកវីរៈយុទ្ធបានទម្លាយថាកងកម្លាំងថៃបានបំផ្លាញជណ្ដើរដែលតភ្ជាប់ពីភាគីកម្ពុជាទៅកាន់ប្រាសាទខ្នារួចរាល់ហើយទន្ទឹមនឹងការត្រៀមលក្ខណៈផ្នែកយោធាមេបញ្ជាការថៃរូបនេះក៏បានដាក់បទបញ្ជាផ្ទៃក្នុងយ៉ាងម៉ឺងម៉ាត់ដល់កងទ័ពជួរមុងឲ្យរក្សាវិន័យខ្ពស់និងគ្រប់គ្រងចិត្តក្នុងការឆ្លើយតបភ្លាមករណីផ្ទុះអាវុធជុំទី3ទង្វើនិងសម្ដីវាយប្រហារឥតលាក់លៀមរបស់មេទ័ពថៃរូបនេះឆ្លុះបញ្ចាំងយ៉ាងច្បាស់ពីមហិច្ឆតាចង់បង្កចំនួននិងមិនគោរពដល់គោលការណ៍ច្បាប់អន្តរជាតិឡើយបន្ថែមពីនេះកងទ័ពថៃបន្តធ្វើសកម្មភាពរំលោភបំពានជាក់ស្ដែងថែមទៀតដូចជាលើកទង់ជាតិធ្វើផ្លូវដាក់ទូកុងតឺន័រស្រះបន្លាលួសនិងឈរកាន់កាប់តំបន់នានាតាមព្រំដែនទឹកដីកម្ពុជា